ជំរាបសួរទស្សនិកជនជាទីគោរពស្រឡាញ់រាប់អានមកថ្មីទៀតហើយពុកម៉ែបងប្អូនទស្សនិកជនយើងឥឡូវនេះមកថ្មីទៀតហើយករណីថ្មីឆ្លាងតែម្ដងពុកម៉ែបងប្អូនណាបាទពីរឿងផលិតផលសម្អាងដែលមានផ្ទុកជាតិបរតនិងជាតិគីមីបាទយើងឃើញថាយោងតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី26ខែមិថុនាឆ្នាំ2026នេះពុកម៉ែបងប្អូនណាបានចេញសេចក្តីជូននឹងស្តីពីការរកឃើញផលិតផលសម្អាងចំនួន5មុខដែលផ្ទុកជាតិគីមីបរតបាទជាតិគីមីបរតនិងសារធាតុគីមីអាស៊ីតសាលីស៊ីលិកបាទលើសកម្រិតបទដ្ឋានស្តង់ដារបាទអញ្ចឹងយើងឃើញថាមានចំនួន5មុខពុកម៉ែបងប្អូនបាទយោងតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាលបាទផលិតផល5មុខបាទ5មុខនោះមានដូចជាទី1ផលិតផល Unquin Chloride Lotion បាទហើយឯផលិតផលទី2នោះពុកម៉ែបងប្អូនណា OG Cosmetic Anti Acne and Whitening Night Cream បាទអញ្ចឹងផលិតផលទី3ពុកម៉ែបងប្អូន Kiss Me Vitamin Plus Premium Night Cream បាទនឹងផលិតផលទី3ពុកម៉ែបងប្អូនណាផលិតផលទី4 Lis Night Cream ណាពុកម៉ែបងប្អូនណារីឯផលិតផលទី5 NASA Clarity Advanced Night Cream ពុកម៉ែបងប្អូនបាទហើយនៅក្នុងផលិតផលទាំង5មុខនេះដែរក្រសួងរកឃើញថាផលិតផល4បាទមានតែសារធាតុបរតទេពុកម៉ែបងប្អូនណាបាទរីឯផលិតផល NASA Clarity Advanced Night Cream បាទរកឃើញថាមានទាំងសារធាតុគីមីអាស៊ីតសាលីស៊ីលិកបាទប្រហែល 24% ពុកម៉ែបងប្អូនបាទ 24% អញ្ចឹងផលិតផលទាំង5នោះយោងតាមឯកសារផ្លូវការនឹងបានបង្ហោះនៅក្នុងផេកផ្លូវការរបស់ក្រសួងសុខាភិបាលឃើញថាមាន5មុខពុកម៉ែបងប្អូន4មុខមានតែផ្ទុកជាតិបរតទេរីឯ1មុខនោះផ្ទុកទាំងជាតិបរតទាំងជាតិគីមីអាស៊ីតសាលីស៊ីលិកហ្នឹងណាពុកម៉ែបងប្អូនណាបាទអញ្ចឹងហើយយើងក៏មើលខ្លឹមសារបន្តទៀតពុកម៉ែបងប្អូនក្រសួងបានចេញហ្នឹងវាដូចជាសារធាតុគីមីបរតបាទសារធាតុគីមីបរតដែលលើសស្តង់ដារបាទដូចជា4មុខហ្នឹងស្តង់ដារបទដ្ឋានរបស់ក្រសួងនោះដូចជា 1.0 ppm បាទតែដល់ពេលលទ្ធផលដែលក្រសួងសុខាភិបាលរកឃើញនោះឡើងទៅដល់ 10.33 ឡើង 10.33 ឡើង 3.148.6 ppm 5.2341 ppm 2.346.0 ppm 39.277 6 pm បាទលើសពុកម៉ែបងប្អូនបាទលើសស្តង់ដារលទ្ធផលដែលក្រសួងរកឃើញបាទហើយយើងឃើញថាសារធាតុបរតនោះវាធ្វើឲ្យប៉ះពាល់បាទប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋយើងបាទដូចជាប៉ះពាល់ខ្សោយតម្រងនោមមហារីកស្បែកនិងប៉ះពាល់ដល់ប្រព័ន្ធប្រសាទបាទអាហ្នឹងប៉ះពាល់ដល់ប្រព័ន្ធប្រសាទបាទអាហ្នឹងជាតិបរតពុកម៉ែបងប្អូនជាតិបរតវាធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទយើងបាទហើយរីឯសារធាតុគីមីអាស៊ីតសាលីស៊ីលិកនេះវាធ្វើឲ្យខូចខាតរបាំងការពារស្បែកហើយនឹងស្បែកស្ងួតយ៉ាងធ្ងន់ធ្ងររបកស្បែកនិងរលាកស្បែកជាដើមបាទសិតតែប៉ះពាល់ហានិភ័យទៅដល់បងប្អូនប្រជាពលរដ្ឋប្រជាជនទូទៅដែលបានទិញផលិតផលទាំងអស់នោះយកទៅប្រើប្រាស់បាទឃើញថាក្រសួងសុខាភិបាលបានចេញហើយបាទហើយពិសេសនោះក្រសួងសុខាភិបាលក៏បានបញ្ជាក់ទៀតថាផលិតផលទាំងអស់នោះគឺអត់បានចុះប្រវេតទេបាទអត់បានចុះប្រវេតត្រឹមត្រូវនោះទេបាទនៅក្រសួងសុខាភិបាលទេអញ្ចឹងបានថាយកមកលក់ចែកចាយលើទីផ្សារចែកចាយតាមបណ្ដាញសង្គមទំនាក់ទំនង social media ផ្សេងៗគឺអត់មានប្រវេតទេពុកម៉ែបងប្អូនបាទនឹងក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យបាទយោងនៅលើអនុលោមច្បាប់ស្ដីពីការគ្រប់គ្រងឱសថនិងច្បាប់ស្ដីពីការវិសោធនកម្មច្បាប់ឲ្យគ្រប់គ្រងឱសថបាទហើយមួយទៀតក៏យោងនៅលើអនុក្រឹត្យពុកម៉ែបងប្អូនណាអនុក្រឹត្យបាទយោងនៅលើអនុក្រឹត្យឆ្នាំ2008របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីដែរបាទអនុក្រឹត្យការគ្រប់គ្រងគ្រឿងសម្អាងបាទលេខ122អនក្របបាទតែខាងក្រសួងសុខាភិបាលអត់បានបញ្ជាក់នៅក្នុងអនុក្រឹត្យនឹងទេបញ្ជាក់តែច្បាប់គ្រប់គ្រងទេបាទអញ្ចឹងយើងឃើញថាក្រោយពីក្រសួងធ្វើការផ្សព្វផ្សាយលិខិតមុខការជាសាធារណៈលើបណ្ដាញផេករបស់ក្រសួងមកពុកម៉ែបងប្អូនយើងក៏ឃើញថាមានម្ចាស់ brand មួយចំនួនបាទមានម្ចាស់ brand មួយចំនួនបានបង្ហោះសរសេរខ្លឹមសារនៅតាមផេក
ក្រុមហ៊ុនរបស់ខ្លួនបាទយើងឃើញថាដូចជាមានខាងក្រុមហ៊ុន NASA ពុកម៉ែបងប្អូនណាក្រុមហ៊ុន NASA បានសរសេរថាសេចក្តីជូនដំណឹងក្រុមហ៊ុន NASA Cosmetic ឯកបាទជូនចំពោះអតិថិជននិងដៃគូអាជីវកម្មជាទីគោរពបាទក្រុមហ៊ុន NASA បានឃើញការផ្សព្វផ្សាយរបស់ក្រសួងខាងបាលដែលមានលើកឡើងអំពីផលិតផល NASA បាទក្រុមហ៊ុនមានការភ្ញាក់ផ្អើលចំពោះព័ត៌មាននេះរហូតមកដល់ពេលនេះក្រុមហ៊ុនមិនទាន់បានទទួលជូនដំណឹងឬការតាក់ទងជាផ្លូវការពីអាជ្ញាធរពាក់ព័ន្ធលទ្ធផលតេស្តឬឱកាសឲ្យបំភ្លឺមុនការផ្សព្វផ្សាយនោះទេដើម្បីធានាភាពច្បាស់លាស់និងយុត្តិធម៌ក្រុមហ៊ុនកំពុងរៀបចំស្នើសុំលទ្ធផលតេស្តលម្អិតនិងធ្វើការសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីពិនិត្យទៀងទាត់ព័ត៌មាននេះបាទនេះគឺជាការសរសេរបង្ហោះខ្លឹមសារនៅលើ page NASA បាទដែលម្ចាស់ក្រុមហ៊ុន NASA Clarity Advanced Night Cream បាទដែលមានជាតិបារតផងដែលមានជាតិអាស៊ីតសាលីស៊ីលិកផងបាទអញ្ចឹងគាត់មានទាំងពីរមុខហ្នឹងបាទដែលគាត់បានផលនៅលើ page ផ្លូវការហើយបន្ទាប់មកយើងក៏ឃើញមានលោកស្រីចម្រើនផាណៃបាទដែលជាម្ចាស់ brand មួយដែរបាទនៅក្នុងហ្នឹងដែរគាត់ក៏បានបង្ហោះជា caption ជាខ្លឹមសារនៅលើ page ផ្លូវការរបស់គាត់បងប្អូនអតិថិជនក៏មានការព្រួយបារម្ភទៅលើផលិតផលខ្លួនរបស់ពួកយើងនោះជាខាននោះទោះជាខានលក់ចិត្ត1ឆ្នាំក៏ដោយស្អែកនឹងមានចម្លើយជូនអតិថិជនពួកយើងឲ្យខាងក្រុមការងារយើងមើលទៅលើរឿងនេះបាទហើយយើងឃើញបន្ទាប់មកទៀតមានខាងផលិតផលមួយទៀតបាទ Kiss Me បាទ Kiss Me ដែលមាន page ផ្លូវការ Dalina Skin បាទដែលគាត់បានសុំនឹងបកស្រាយជុំវិញបញ្ហាទាំងអស់បាទគាត់សុំតវ៉ាបាទគាត់សុំតវ៉ាទៅក្រសួងនៅថ្ងៃច័ន្ទនេះក្រសួងសុខាភិបាលបាទយើងឃើញថាម្ចាស់ brand 3បានបង្ហោះនៅតាមបណ្ដាញសង្គមpage ផ្លូវការរបស់គាត់បាទដែលមានខ្លឹមសារដូចខ្ញុំអានជូនអញ្ចឹងតែយើងមិនទាន់ឃើញម្ចាស់ brand 2ទៀតទេបាទដូចជា Queen Chloe White Lotion ហើយនិង OG Cosmetic បាទអត់ទាន់បានឃើញនៅលើបណ្ដាញសង្គមទេបាទហើយយើងបានឃើញព័ត៌មាននេះមកហើយយើងក៏សូមការបំភ្លឺពុកម៉ែបងប្អូនណាសូមការបំភ្លឺពីលោកស្រីចម្រើនផាណៃបាទចម្រើនផាណៃតាម page ផ្លូវការរបស់គាត់តាម Messenger តែអត់មានអ្នកចូលមើលហើយក៏អត់មានការឆ្លើយតបអីដែរបាទអញ្ចឹងហើយខ្ញុំក៏បន្តសូមការបំភ្លឺបន្ថែមទៀតទៅលើម្ចាស់ brand បាទ OG Cosmetic បាទដែលមាន account OG ដែលមាន account OG Angel បាទនេះពុកម៉ែមកស្ដាប់សំឡេងគាត់ទាំងអស់គ្នាគាត់ខ្ញុំសូមភ្លឺគាត់យប់មិញបាទបងដូចចាបងខ្ញុំកំពុងស្ដាប់បងនិយាយចាបងឥឡូវខ្ញុំកំពុងតែរវល់ដែរចាំស្អែកខ្ញុំផ្ដល់ចម្លើយជូនបងអរគុណបាទដោយសារខ្ញុំសូមការបំភ្លឺពីម្ចាស់ brand OG Cosmetic បាទសូមគាត់ថាសូមការបំភ្លឺគាត់ថាព្រឹកឡើងចាំគាត់ផ្ដល់ចម្លើយឲ្យបាទដល់ពេលឥឡូវមកដល់ថ្ងៃនេះព្រឹកតាំងពីព្រឹកសូមការបំភ្លឺម្ដងទៀតក៏គាត់មានចម្លើយឲ្យដែរហើយថ្ងៃនេះមុននេះបន្តិចខ្ញុំសូមការបំភ្លឺទៀតក៏គាត់អត់មានបានផ្ដល់ចម្លើយឲ្យខ្ញុំដែរពុកម៉ែបងប្អូនណាបាទអត់មានបានផ្ដល់ចម្លើយខ្ញុំទេហើយខ្ញុំក៏បានសូមការបំភ្លឺទៅម្ចាស់ brand Kiss Me Vitamin Plus បាទ Premium Night Cream បាទតាមរយៈលេខទូរស័ព្ទ0728 901បាទអញ្ចឹងខ្ញុំក៏សូមការបំភ្លឺពីគាត់ក៏បានបញ្ជាក់មកខ្ញុំដែរពុកម៉ែបងប្អូនណាគាត់បញ្ជាក់មកខ្ញុំគាត់ថាចាស់បងខ្ញុំកំពុងរងចាំឡើងតវ៉ានៅផ្នែកក្រសួងនៅថ្ងៃច័ន្ទនេះបងបាទអាហ្នឹងគាត់បំភ្លឺហើយខ្ញុំក៏សូមការបំភ្លឺគាត់ថែមទៀតហើយខ្ញុំបញ្ជាក់ដែរពេលដែលខ្ញុំបំភ្លឺគាត់ខ្ញុំនឹងដកស្រង់សម្រងដើមឬមួយក៏ចាក់ផ្សាយនៅពាក្យពេចន៍របស់គាត់ទាំងអស់អត់ឲ្យបាត់មួយពាក្យទេអញ្ចឹងពុកម៉ែបងប្អូនយើងស្ដាប់ទាំងអស់គ្នានៃការបំភ្លឺរបស់គាត់មកដល់អង្គភាពយើងពុកម៉ែបងប្អូនណាចាជំរាបបងខ្ញុំអត់បានទទួលដំណឹងអ្វីទាំងអស់ពីខាងក្រសួងបងគាត់ក៏អត់មានបានចុះមកដល់ទីតាំងផ្ទាល់សូមអវ៉ាន់យកទៅតេស្តដែររហូតដល់ឥឡូវនេះក៏អត់មានផ្នែកខាងក្រសួងណាគាត់តាក់ទងមកខ្ញុំដែរអញ្ចឹងណាបងហើយមួយវិញទៀតអីវ៉ាន់របស់ខ្ញុំផលិតផលរបស់ខ្ញុំបានឈប់ចរាចរណ៍លើទីផ្សារសងរយៈពេល1ឆ្នាំហើយបន្ទាប់ពីសង្គ្រាមមកបងដោយសារតែផលិតផលហ្នឹងបានផលិតនៅប្រទេសសៀមហើយខ្ញុំអត់ច្បាស់ដែរថាគាត់ទទួលបានអ្វីពីខាងណាមកហើយសូម្បីតែ
ថ្ងៃខែផលិតឬក៏លេខស្តុករបស់ខ្ញុំអីក៏អត់មានបង្ហាញនៅក្នុងការផុសរបស់គាត់ដែរបងចាបងទៅលើបញ្ហាបរិបទអានេះខ្ញុំអត់ទាន់អាចឆ្លើយបងបានពីព្រោះវារៀងពិបាកឆ្លើយដោយសារតែបើពីខ្ញុំទៅធម្មតាជាម្ចាស់គឺខ្ញុំតែងតែប្រកែកឯថាអត់មានខ្ញុំក៏អត់ដឹងថាខាងក្រសួងអាចធ្វើតេស្តបែបម៉េចទៅឃើញដែរពីព្រោះមុននឹងខ្ញុំនាំចូលមកបងអាវ៉ាន់ខ្ញុំគឺនាំចូលស្របច្បាប់ខ្ញុំមានក្រុមហ៊ុនខ្ញុំបង់ពន្ធត្រឹមត្រូវនាំចូលមកបងខ្ញុំបានធ្វើការតេស្តនៅខាងរោងចក្រសៀមរួចរាល់ហើយហើយបន្ទាប់មកក៏យើងធ្វើការតេស្តនៅលើឡាបូប៉ុន្តែអ្វីដែលខ្ញុំខុសឆ្គងក្នុងការចែករំលែកទៅបងវិញហ្នឹងគឺផលិតផលខ្ញុំអត់ទាន់បានចុះប្រវេតពីព្រោះយើងចុះអត់បានជោគជ័យដោយសារតែយើងទទួលបានឯកសារតេស្តពីឡាបូធំប្រចាំនៅស្រុកសៀមមកហ្មងបងខាងក្រសួងរបស់ស្រុកសៀមមកហ្មងគឺនៅក្នុងថ្ងៃទី1ខែ5ឆ្នាំ2025ហើយបន្ទាប់មកទៀតយើងអាចដំណើរការតទៅមុខទៀតបានដោយសារតែយើងត្រូវការផ្លាស់ប្ដូររោងចក្រហើយយើងដំណើរការនៃការចុះប្រវេតហ្នឹងវាចំណាយពេលយូរទៀតណាបងអញ្ចឹងទៅក៏ខ្ញុំសម្រេចចិត្តថាមិនចុះប្រវេតផលិតផលមួយនេះពីព្រោះយើងត្រូវផ្លាស់ប្ដូររោងចក្រថ្មីយើងនឹងយកនាំផលិតផលថ្មីហ្នឹងទៅចុះប្រវេតវិញបងមុនពេលផលិតផលនាំចូលយកមកលក់គឺយើងទទួលយើងធ្វើការត្រួតពិនិត្យច្រើនដងបងទី1យើងធ្វើការតេស្តធម្មតាពីរោងចក្រទី2យើងនឹងធ្វើការតេស្តសម្រាប់ទទួលបាន FDA ពីខាងប្រទេសសៀមមកទៀតហើយបន្ទាប់មកទើបយើងធ្វើការតេស្តនៅក្នុង lab របស់ក្រសួងសុខាភិបាលខាងប្រទេសសៀមទៀតចឹងណាបងចាបងយើងមិនមានការនាំចូលបន្ទាប់ពីមានបញ្ហាសង្គ្រាមនឹងទៀតទេហើយអ្វីបងផលិតផលរបស់ខ្ញុំផ្ទាល់ក៏អត់បន្តចែកចាយទៅតាមទីផ្សារដែរប៉ុន្តែយើងនៅលក់ជូនភ្ញៀវជាធម្មតាពីព្រោះយល់ថាវាជាផលិតផលដែលគ្រប់គ្នាកំពុងតែពហិការអញ្ចឹងខ្ញុំអត់បានបញ្ចេញអ្វីហ្នឹងទៅតាមទីផ្សារនៅទាំងអស់កុំឲ្យគាត់ពិបាកក្នុងការលក់អញ្ចឹងគឺខ្ញុំលក់តែម្នាក់ឯងទាំងអស់អញ្ចឹងសរុបមកវិញមិនថាខ្ញុំមិនថាភ្ញៀវគឺគាត់តាមរកនៅតាមផ្សារគឺវាសឹងតែលែងមានហើយវាសឹងតែលែងមានយូរមកហើយបងព្រោះផលិតផលខ្ញុំក៏មានការគាំទ្រពីភ្ញៀវច្រើនដែរអញ្ចឹងណាបងសូម្បីតែឥឡូវខ្ញុំផ្ទាល់ក៏ខ្ញុំអត់មានអីវ៉ាន់នៅក្នុងដៃនឹងទៀតអត់មានផលិតផលនៅក្នុងដៃទៀតដែរបងខ្ញុំអត់មានសំណើឬក៏សំណូមពរអ្វីទេបាទដោយសារអញ្ចឹងពុកម៉ែបងប្អូនយើងឃើញហើយខាងម្ចាស់ brand Kissme Vitamin Plus Premium Night Cream គាត់បានបញ្ជាក់ឲ្យគាត់ថាអីវ៉ាន់របស់គាត់ការយកមកហ្នឹងគឺយកមកពីប្រទេសសៀមបាទមុនសង្គ្រាមបាទដល់ពេលអញ្ចឹងទៅពេលសង្គ្រាមការឈ្លានពានពីចៅសៀមមកនៅលើទឹកដីកម្ពុជាយើងគាត់ក៏លេងទទួលទៅដោយសារមានការបិទច្រកបិទអីគាត់ក៏លេងយកចូលហើយគាត់លក់រាល់ថ្ងៃគាត់កំពុងលក់អាស្តុបចាស់អានេះជាការបញ្ជាក់របស់គាត់លក់ស្តុបចាស់បាទគឺគាត់បានផ្អាកយកចូលតាំងពីសង្គ្រាមមករយៈពេល1ឆ្នាំហើយបាទហើយគាត់ទទួលស្គាល់ថាផលិតផលរបស់គាត់អត់មានប្រវេតមែនបាទអត់មានប្រវេតមែនបាទគាត់អត់បានចុះប្រវេតទេបាទផលិតផលគាត់គឺអត់មានទេបាទហើយការមានជាតិបារតឬមួយមានសារជាតិគីមីអាស៊ីតសាលីស៊ីលិកអីអាហ្នឹងគាត់អត់ដឹងទេបាទតែគាត់បានបញ្ជាក់ថាគាត់បានធ្វើតេស្តចូលឡាបូចូលអីមកតាំងពីក្រុមហ៊ុនថៃមកហើយក្រុមហ៊ុនសៀមហ្នឹងបាទហើយចូលក្នុងឡាបូចូលអីអស់ហើយបាទហើយខាងគាត់ក៏បានបញ្ជាក់ទៀតដែរគាត់ថាគាត់បានពិនិត្យត្រឹមត្រូវស្តង់ដារអីត្រឹមត្រូវហើយបាទតែឥឡូវហ្នឹងយើងវាកំពុងតែចម្លែកឥឡូវម្ចាស់ brand មួយគាត់កាត់ទុកអត់សុខចិត្តទេបាទគាត់ថានៅសុកគាត់អត់ទាន់បានទទួលជូនដំណឹងអីដូចជាខាង NASA អញ្ចឹងគាត់ថាគាត់នឹងស្នើសុំធ្វើតេស្តលម្អិតឡើងវិញបាទហើយគាត់មិនបានទទួលអំពីលទ្ធផលតេស្តឬឲ្យបំភ្លឺមុនការផ្សព្វផ្សាយនោះទេពីក្រសួងនោះទេនឹងការទទួលជូនដំណឹងអីមួយទេបាទអានេះយោងតាមផេកផ្លូវការរបស់គាត់បាទអញ្ចឹងយើងឃើញថាឥឡូវនេះខ្ញុំមិនដឹងថារឿងហ្នឹងវាយ៉ាងម៉េចទេព្រោះខ្ញុំមិនមែនជំនាញទេបាទឥឡូវនេះយើងមានតែរងចាំចំណាត់ការនឹងតាមដានបន្តទៀតតែយើងឃើញទៅវាហាក់បីដូចជាចម្លែកបាទចម្លែកថាម្ចាស់ brand បានតេស្តឡាបូចូលមកត្រឹមត្រូវអីគាត់លក់ឡើងរាប់ឆ្នាំ4ទៅ10ឆ្នាំហើយបាទហើយស្រាប់តែសុកលេចចេញពីក្រសួងសុខាភិបាលមកថាមានជាតិបារតនិងមានជាតិគីមីអាស៊ីតសាលីស៊ីលិកនឹងឡើងមកបាននៅក្នុងផលិតផលពួកគាត់បាទហើយមហាជនក៏ឆ្ងល់បាទមហាជនក៏ឆ្ងល់ពិសេសនោះបងប្អូនដែលតែងតែនិយមលេងបណ្ដាញសង្គម Facebook បានចូលទៅខមមិនបាទបានចូលទៅខមមិននៅក្នុងផេកផ្លូវការរបស់ក្រសួងសុខាភិបាលបាទ
គាត់បានសួរថាចោះការនាំចូលតើការនាំចូលនេះបាទដូចជាបងរ៉ូឡោខីបាទគាត់បានចូលខមមិននៅក្នុង page ផ្លូវការរបស់ក្រសួងសុខាភិបាលគាត់ដាក់ថាផលិតផលមានរាប់ឆ្នាំនៅលើទីផ្សារមនុស្សប្រើរាប់លានអ្នកហើយទើបរកឃើញលើសសារធាតុប៉ារ៉តក្រែងផលិតផលនីមួយៗត្រូវឆ្លងកាត់ក្រសួងសុខាភិបាលអីបាទអញ្ចឹងដល់ពេលបងប្អូនយើងដតីទៀតគាត់ក៏បានបញ្ចេញដែរហេតុអ្វីគេនាំមកលក់ដំបងមិនពិនិត្យមើលបាទមិនពិនិត្យមើលបាទហើយបងប្អូនយើងទៀតឈ្មោះស្រីនិចមិនទៅរកឃើញអញ្ចឹងគេលក់ឡើងរាប់ឆ្នាំទៅហើយហ្នឹងបាទហើយបងប្អូនយើងមួយទៀតក៏គាត់បានខមមិនដែរចង់ឃើញម្ចាស់ brand ជាប់គុកព្រោះប៉ះពាល់ខ្លាំងណាស់ប្រើច្រើនណាស់បាទហើយបងប្អូនយើងទៀតវីឡៃអូជីលាបសលឿនហើយបកសាហាវក្រហាយទៀតសំណាងប្រើបាន4ខ្លងក៏ឈប់ទៅបាទដល់ពេលកាហ្សាបាទកាហ្សាខមមិនណាបាទឈ្មោះកាហ្សាអូនជីខ្ញុំចិត្ត7ខ្លងហើយខ្ទេចមុខខ្ញុំហើយបាទដល់ពេលអាប៊ីបូអូជីប្រើខូចមុខបាទប្រើខូចមុខទៅបានល្អមកវិញទេសប្តាហ៍ថ្ងៃនេះបាទគាត់ចង់ថាមុខគាត់ប្រើ OG ទៅវាខូចមុខបាទដល់ពេល account មួយទៀតក៏បានសួរសំណួរទៅក្រសួងបន្តិចដំបូងគេផលិតផលនាំមកលក់ក្រសួងអត់បានតេស្តពិនិត្យច្បាស់លាស់អីទេអីរាប់ឆ្នាំអ្នកប្រើរាប់ឆ្នាំហើយទៅរកឃើញបាទអ្នកខ្លះខ្ញុំប្រើអស់5ខ្លងដែរចប់បាត់មុខនោះខ្ញុំប្រើអស់រៀងច្រើនដែរបាទអ្នកខ្លះក៏ថាអញថាហើយថាមិនរួចខ្លួនទេឥឡូវថាមែនណាបាទអញ្ចឹងមានអ្នកខ្លះនោះក៏ខមមិនទៀតអញ្ចឹងតើបានពេលប្រើទៅកាត់រមាស់ស្បែកមុខឡើងមុខកប់ធំឡើងកប់ធំលើសដើមសំណាងឲ្យដែលឈប់ប្រើបាទមួយទៀតខមមិនថាលេ brand ក៏ល្បីប្រកថាសុទ្ធតែល្អទាំងអស់បាទដល់ស្អីគេឈ្មោះស្រីបានថាងចប់ហើយសុទ្ធតែ brand ល្បីធ្លាប់ប្រើដល់ទៅ3 brand បាទដល់ពេលបងប្អូនយើងមួយទៀតគាត់ចូលខមមិនថាកម្រិតប៉ារ៉តក្នុងរាប់ពាន់ ppm អាចនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជាខូចចម្រងនោះបញ្ហាប្រព័ន្ធប្រសាទបញ្ហាចងចាំការផ្លាស់ប្ដូរអារម្មណ៍គ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃក្នុងពេលអំឡុងប្រើប្រាស់បាទអញ្ចឹងបងប្អូនយើងជាច្រើនគាត់បានខមមិននៅក្នុង page ផ្លូវការរបស់ក្រសួងសុខាភិបាលបាទឥឡូវនេះខ្ញុំមិនដឹងថាយ៉ាងម៉េចទេខ្ញុំនឹងបន្តតាមដានព័ត៌មាននេះទៀតព្រោះយើងឃើញថាក្រសួងបានចេញសេចក្តីជូនដំណឹងជាផ្លូវការឥឡូវម្ចាស់ brand កើតទុកមិនសុខចិត្តអត់ទទួលស្គាល់ទេបាទទទួលស្គាល់ថាមានបរិបទមិនមានបរិបទទេទាំងដែលក្រសួងបានចេញសេចក្តីប្រកាសជាផ្លូវការហើយបាទអញ្ចឹងយើងមិនដឹងថារឿងហ្នឹងវាយ៉ាងម៉េចចាំមើលយើងចង់តាមដានតទៀតតើម្ចាស់ brand ទាំង5ហ្នឹងបាទផលិតផលរបស់គាត់នឹងមានជាតិគីមីពិតប្រាកដអត់មានបរិបទពិតប្រាកដអត់មានអាស៊ីតសាលីស៊ីលិកពិតប្រាកដអត់បាទបើគាត់ឥឡូវគាត់កំពុងតែគាត់កើតទុកសុខចិត្តទេបាទគាត់កំពុងតែតវ៉ាទៅក្រសួងថាផលិតផលគាត់មានទេគាត់ស្នើសុំក្រសួងពិនិត្យឡើងវិញបាទហើយយើងនឹងរងចាំមើលតើការពិនិត្យឡើងវិញវាអាចបំរែបំរួលឬមួយចេញជារឿងអ្វីផ្សេងទៀតដែរអត់បាទយើងចាំមើលបន្តទៀតបាទថាពិនិត្យមួយសារទៀតលេងម្ចាស់ brand ទាំង5ហ្នឹងបែរជារោអត់ឃើញសារធាតុប៉ារ៉តឬមួយក៏រោអត់ឃើញនៅសារធាតុអាស៊ីតសាលីស៊ីលិកនេះអាហ្នឹងគឺជាកំហុសរបស់ក្រសួងបាទគឺជាកំហុសរបស់ក្រសួងសុខាភិបាលឬមួយមន្ត្រីរបស់ក្រសួងដែលធ្វើប្រហែសនឹងមិនមានការផ្ចិតចង់នឹងមិនមានការមើងម៉ាត់បាទនេះខ្ញុំឧទាហរណ៍ថាបើរឿងហ្នឹងរកឃើញថាអត់មានបាទនៅពេលដែរម្ចាស់ brand ទាំង5ហ្នឹងស្នើសុំពិនិត្យឡើងវិញបាទស្នើសុំពិនិត្យឡើងវិញស្រាប់តែឃើញលិខិតសេចក្តីជូនដំណឹងសារថ្មីមកឬមួយម្ចាស់ brand គេប្រកាសជាសាធារណៈតាម page ផ្លូវការរបស់គេថាអត់មានសារជាតិគីមីអត់មានបរិបទទេអាហ្នឹងកំហុសរបស់ក្រសួងឯងបាទកំហុសរបស់ក្រសួងទាំងមូលឯងបាទធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ដីណៃណូរបស់គេអាហ្នឹងវាប៉ះពាល់ដល់ brand របស់គេបាទតែបើក្រសួងបណ្ឌិតម្ដងទៀតឃើញម្ដងទៀតថាពិតជាមានដោយការចេញសេចក្តីជូនដំណឹងនៅថ្ងៃទី26ខែមិថុនានេះពិតប្រាកដមែនហើយប្រវត្តិពិតជាអត់មានពិតប្រាកដហើយព្រោះម្ចាស់ brand ខ្លះបានប្រាប់ថាបានចុះទេបាទអញ្ចឹងហើយយើងត្រូវតែត្រួតពិនិត្យនៅលើសារជាតិប៉ារ៉តនិងសារជាតិគីមីអាស៊ីតសាលីស៊ីលិកនេះបាទយើងនឹងតាមមើលបន្តទៀតតើរឿងហ្នឹងវាប្រែប្រួលទៅជាយ៉ាងណាខ្ញុំជឿជាក់ថាក្រសួងសុខាភិបាលលោកមិនធ្វើការដោយប្រហែសធ្វើការដោយមិនយកចិត្តទុកដាក់ទេបាទមុននឹងចេញសេចក្តីជូនដំណឹងជាផ្លូវការនេះមួយគឺឯកសារមុខការតែម្ដងបាទបើសិនថាម្ចាស់ brand ទាំងអស់តវ៉ា
សុំស្នើសុំបណ្ឌិតឡើងវិញលេងស្រាប់តែអត់មានជាតិបរតអត់មានជាតិគីមីអាស៊ីតសាលីស៊ីលិកនេះទេក្រសួងមានបញ្ហាហើយក្រសួងធ្វើប្រហែសហើយបាទប៉ះពាល់ដល់កិត្តិយសស្ដីដៃណូម្ចាស់បរ៉ែនទាំងអស់ហ្នឹងហើយបាទម្ចាស់បរ៉ែនខ្លះទទួលស្គាល់ថាមានប្រវត្តិមែនបាទអញ្ចឹងហើយយើងនឹងរងចាំមើលបន្តទៀតចាំមើលម្ចាស់បរ៉ែនដូចជាម្ចាស់បរ៉ែន NASA គាត់ស្នើសុំហើយនឹងម្ចាស់បរ៉ែនឃីមីបាទឃីមីព្រីមៀនណៃគ្រីមចាំមើលគាត់តវ៉ាទៅក្រសួងអាចារ្យហ្នឹងតើក្រសួងជាអ្នកខុសឬមួយម្ចាស់បរ៉ែននឹងជាអ្នកខុសនាំផលិតផលដែលមានជាតិបរតនិងជាតិគីមីយកមកលក់ឲ្យប្រជាពលរដ្ឋខ្មែរយកមកលក់ឲ្យប្រជាជនខ្មែរយើងបាទហើយយើងឃើញហើយថាបើមានជាតិបរតនិងមានជាតិអាស៊ីតសាលីស៊ីលិកនេះមែនយើងឃើញស្រាប់ហើយមានជាតិបរតមួយអាចធ្វើឲ្យខ្សែតម្រងនោមមហារីកស្បែកប៉ះពាល់ប្រព័ន្ធប្រសាទបាទហើយបើមានគេហៅថាជាតិគីមីអាស៊ីតសាលីស៊ីលិកនោះវាធ្វើឲ្យប៉ះពាល់ខូចរបាំងការពារស្បែកធ្វើឲ្យខូចស្បែកស្ងួតស្បែកធ្ងន់ធ្ងររបកស្បែកនិងរលាកស្បែកជាដើមយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរយើងដែលប្រើប្រាស់កន្លងទៅហើយផលិតផលនេះតាមការខមមិនក្នុងเพจផ្លូវការរបស់ក្រសួងសុខាភិបាលប្រជាពលរដ្ឋថាលក់មករាប់ឆ្នាំហើយបាទលក់មករាប់ឆ្នាំហើយហេតុអ្វីក៏ពេលដែលគេចរាចរលក់នៅទីផ្សារក្រសួងអត់ចោះត្រួតពិនិត្យក្រសួងធ្វើប្រហែសធ្វើចន្លោះប្រហោងអត់បានត្រួតពិនិត្យឲ្យគេបង់ប្រវត្តិបាទហើយនឹងពិនិត្យរោមុននឹងឲ្យគេលក់ធ្វើចរាចរចែកចាយនៅតាមបណ្ដាញសង្គម social media page លក្ខណៈផ្សេងហេតុអីអត់ពិនិត្យមើលច្បាស់លាស់រោជាតិបរតហើយនឹងរោជាតិគីមីហ្នឹងបាទបានបណ្ដាច់បណ្ដោយឲ្យលក់ដល់រាប់ឆ្នាំបាទលក់ដល់រាប់ឆ្នាំទៅរកឃើញហើយចេញសេចក្តីប្រកាសនៅថ្ងៃទី21ខែមិថុនាឆ្នាំ2026នេះអញ្ចឹងប្រជាពលរដ្ឋនិងប្រជាជនដែលប្រើយូរឆ្នាំកន្លងទៅហ្នឹងអ្នកខ្លះប្រើច្រើនខ្លងតែតាមកំបិនក្នុងเพจក្រសួងសុខាភិបាលឃើញប្រើច្រើនមែនតើបាទយូរឆ្នាំមកហើយអញ្ចឹងសួរថាឥឡូវប៉ះពាល់ដល់សុខភាពពួកគាត់អ្នកណាជាអ្នកទទួលខុសត្រូវទាំងដែលយើងមានក្រសួងពាក់ព័ន្ធនៅក្នុងការគ្រប់គ្រងបាទដូចជាយើងឃើញថាការឆ្នាំ1996បាទច្បាប់ស្ដីពីការគ្រប់គ្រងឱសថតែយើងវិសោធនកម្មច្បាប់នឹងឡើងមកឲ្យប្រើថ្មីនៅក្នុងឆ្នាំ2007បាទក្នុងឆ្នាំ2007បាទហើយយើងឃើញក្នុងឆ្នាំ2007នោះដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីវិសោធនកម្មច្បាប់គ្រប់គ្រងឱសថបាទដែលរដ្ឋសភាបានម៉ាត់ឲ្យប្រើកាលពីថ្ងៃទី8ខែវិច្ឆិកា2007បាទដែលមានបរិយាក្រមលេខ NOS/RO តម /1207/037 បាទច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថបាទដែលចុះហត្ថលេខាឬមួយឡាយប្រហោះនៅបរមរាជវាំងបាទរាជធានីភ្នំពេញថ្ងៃទី28ខែធ្នូ2007បាទរបស់អង្គព្រះមហាក្សត្រយើងបាទអញ្ចឹងហើយយើងឃើញថាមានច្បាប់គ្រប់គ្រងនឹងហើយបាទមួយទៀតយើងក៏ឃើញមានអនុក្រឹត្យបាទមានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៅក្នុងថ្ងៃទី28ខែសីហាឆ្នាំ2008របស់រាជរដ្ឋាភិបាលដែលមានការនោះអតីតនាយករដ្ឋមន្ត្រីគឺសម្ដេចពុកសម្ដេចតេជោហ៊ុនសែនបាទដែលមានលេខ122អណក្របកបាទអនុក្រឹត្យស្ដីពីការគ្រប់គ្រងគ្រឿងសម្អាងរបស់រាជរដ្ឋាភិបាលបាទយើងឃើញមានហើយបាទយើងឃើញមានហើយអញ្ចឹងបានយើងឆ្ងល់ថាច្បាប់មានហើយចោះហេតុដូចម្ដេចបានទំនិញនឹងចរាចរនៅលើទីផ្សារចរាចររាប់ឆ្នាំមកហើយទើបតែរកឃើញថាមានបារតនិងមានជាតិគីមីអាស៊ីតសាលីស៊ីលិកនេះបាទចោះខ្ញុំឆ្ងល់ក្រសួងពាក់ព័ន្ធទាំងឡាយហ្នឹងពេលដែលនាំចូលដំបូងហ្នឹងហេតុអីក៏អត់ត្រួតពិនិត្យអត់មើលឲ្យបានគ្រប់ជ្រុងជ្រោយអញ្ចឹងព្រោះអានោះវាប៉ះពាល់ណាព្រោះបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលឃើញប៉ះពាល់ធ្ងន់ធ្ងរណាស់បាទគ្រាន់តែជាតិបរតមួយខ្សោយតម្រងនោមមហារីកស្បែកប៉ះពាល់ប្រព័ន្ធប្រសាទបាទហើយអញ្ចឹងលេងប្រើមករាប់ឆ្នាំហើយឥឡូវប្រជាពលរដ្ឋដែលប្រើហើយពេលដែលប៉ះពាល់ហ្នឹងតើអ្នកណាជាអ្នកទទួលខុសត្រូវបាទឥឡូវអ្នកណាជាអ្នកទទួលខុសត្រូវឥឡូវខ្ញុំសួរសំណួរទៅមន្ត្រីក្រសួងស្ថាប័នសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធនៅបរិយាក្រមបាទច្បាប់គ្រប់គ្រងវិសោធនកម្មច្បាប់គ្រប់គ្រងឱសថហើយនឹងអនុក្រឹត្យស្ដីពីការគ្រប់គ្រងគ្រឿងសម្អាងរបស់រាជរដ្ឋាភិបាលកន្លងទៅនេះតើអ្នកណាជាអ្នកទទួលខុសត្រូវបាទបើរកឃើញថាផលិតផលទាំង5មុខនេះ
miền xa thiệt hỏi xa thiệt kỳ mì xa thiệt bà rọt hỏi ta ở lời đang cực dạng mạch bà hơi cùng ao tay ăn nổ vót vì này bà chỉ ăn đạ cá chỉ thạc vì ca bà tam chấp bắp hơi ọt ban co sang nông rương bánh chun ta lá ca chẳng nạt ca tam tệ thì chấp bắp rồng toàn bà to tế trong số tha lụa rộp năm nâng mau hơi nè có ta vì này tam chấp bắp mà màn liên đọc liên từ mà phay liên bà chẳng ọt miền riêng cha thế ọt miền riêng cha tới sầm tới đôi bộ cô đại ban pro prất nomเครื่องสำอางน้อมบรรลัตพอได้เมียนเชียดกีมีได้เมียนเชียดปรอดโยมาใจในเรื่องตีฟานของประเทศกัมพูชียึงเจ้าสัวท่าเลยบ้านใต้แบบไหนอันตรากาเชียถ่ายไปกาให้อดอันวัดตั้นในเตที่ฉบับโปรโมต้นประจุนก่อสร้างสนมเรื่องตลาดการจัดการตามเตที่ฉบับปตอเตี้ยตาสัวท่าไปเชียร์ปรอดได้บ้านปราต่างอ๋อนั่งเกิดอย่างไรให้บอมเอาคลาปปาปอสกปรกไอ้เนี่ยน่าจะเนี่ยตัวเขาตรึงบ่าอันนั้นชื่อสำนัวบาชื่อสำนัวให้อย่าเลยมีการต่อมาให้มาจับแบรนด์ประมาณมีการต่อมาตั้งกระทรวงไหจันทร์นั่งให้บ่าจังยังรงจำพวกมีหนึ่งต่อเตี้ยแต่มุกการให้ชมเชื่อจะทำเหมือนได้กระทรวงเธอกาปะให้กระทรวงเธอกาเหมือนหมอบจดกระทรวงเธอกามันจะบ้าล้อเลยบ้าผัวบ้านจะได้จูนหนึ่งนั่งจะซาเทียนหนักปันนั่งให้บ่าชมเชื่อจะเลือกกระทรวงบ่าแต่เอาไว้ดัชมตัวตู้สนาส้มนงเนียมจีเนซาปอนมีมารุกให้ก็ชีปรอดมารุกบ่าขยมสนาส้มตัวตู้สนาส้มให้สนาส้มเทียบดอกกระทรวงสุขาบ้าให้นั่งกระทรวงแปะปอนแต่งไล่ส้มเมตาจันัดกาเอาเมืองมัดดอกตังรังจมปัวมาจ้าปะแรนแต่งปรามนี่ตีมวยมีนอันทวินโคลไวโลซันปีโอจีโคเมติกคอสเมติกแอนทีอักเนแอนไวทินิ่งไนกริมบาตีใบคิสมีวิตามิน plus พรีเมียมไนกริมตีบุญเบลิสไนกริมตีปรามนาซาแคลริทีแอดแวนไนกริมบาเบอร์ปลัดตะพอแต่งปรามนั้นโรคเคยทำเมียนจิตปรอดหนึ่งจิตกีมีอาซิดซาลีซิลิกหนึ่งปัดปากกัดให้ส้มอ้อยอันวัดตามเพลย์ฉบับอย่างเมืองมัดบาอันวัดอันตรากาเป็นในจิตประให้ส้มอ้อยก่อสร้างสนมเรื่องบัญจุนเตยตลาดกาบันต่อดำใบจันทร์กาดำใบเชื่อกลุ่มรู้ดอลเนโรซีเครื่องสำอางโรซีเซ็งได้ปะปอดอสกปรกหนึ่งปะปอดอไปเชื่อปรอดตูเตยในขนมปฏิกรรมเชื่อกลมเอาโยกลมรู้ตามบ่ากลมเอาโยกลมรู้ตามให้เอาโรซีเอาเมียนสกปรกบ่าเอาเมียนแกทาสกปรกให้ดึงเมียนแกทาก้นตะท่อบ่าก้นตะท่อขนมกาโรซีหัวไอ้โดยผักมันจังสำนักมหาบทับได้โลกเมียนภาษาให้ในขนมเวทกามวยผักมันจังในขนมอาหารสามกีจมวยบ่าผักมันจังบ่ามันจังโลกบ้านมีภาษาให้โลกบ้านมีภาษาท่ารูเกรูยืงให้ลูกปลัดตะพอลนั่งกลุ่มลูกอาคลายคลายจูนดอกชีพรถคลุนยืงถือดังท่าบอมโอนยืงไม่ยืงบ่าให้บ่ยืงอดดังนั่งกลัวตายประหยัดตายบ่ยืงดังให้กุมปรับเปรตในแต่ลุใจมาต่อเตี้ยสำนักมีภาษาฝึกมันให้บ่ามีภาษาฝึกมันให้จังในขนมปัญหาสิ่งใดจุ่มนั่งระบอกกระทรวงสุขภาพบ้าแปะปอนนั่งมาจับแล้วแต่พอจำนวนปรามกได้เมียนเชียดปรอดนั่งเมียนเชียดอาซิดซาลีซิลิกนี้ขยมสังคมท่ากระทรวงสถาบันเหมือนตีเปียปอนแต่อ๋อนั่งมีจิตนาการอย่างตังรังจมพวกกะในขังเลยนี่บ่านั่งปีในจีอันตรการตามฉบับได้ปีกากรุบกรองเอาสดนั่งอนุกรัตได้ปีกากรุบกรองเครื่องสำอางบ่านั่งเมียนกาปีในจีอันตรการจีถาปีกานั่งเรียบจอมก่อสร้างสนมเรื่องประจุนตั้งตลาดกาดับใบปะตอนเตะทีปะตอบ่ากลมเอาหยับใส่โยกับรู้ตามnhạc xây vô cầm đủ tam thái anh nhổ xiên vô khai khai mau anh ọp chọc rõ vẹt anh vô chiết kỳ mi so lươn đây lươn đại chấp bập lơ pi chấp bập cầm nót lơ pi bắt bật than stong đa bỏ cái xuông sạc hàm bá vô mình lụa móc cái chuyện đánh so lươn đỏ pê trắng bực cái chặt bán anh bong tà lôi thế bong tà lôi bên đây thế tam chấp bập tới tam chấp bập khla tới rư môi co giọng mày khla tới anh bên đây tam thằng tay rồi cái tập cái tay anh hổ máu chẳng anh họp năm nay anh chẳng anh rọp mơn rọp liên rọp sen đỏ lái đang từ kho lấy bong tịt túi nhá bà cùng ao miếng cạn này nhưng cát lang nhung sụt túi snao xôm hay snao xôm tiết
ដល់ក្រសួងពាក់ព័ន្ធទាំងអស់ព្រោះជាគំរូអាក្រក់មួយដល់ប្រជាពលរដ្ឋយកគំរូតាមគ្នាមួយរស៊ីអញ្ចឹងទៅឃើញចំណេញឃើញកើតជាអ្នកមានឃើញលុយចូលចំណេញមកក្តាំងគេហៅថាចំណេញមកឡើងទាំងដុំចាប់ដើមមានកំណត់ទុច្ចរិតរស៊ីមួយដោយគ្មានសុក្រិតភាពរស៊ីមួយដោយមិនគ្រប់ច្បាប់បាទអញ្ចឹងសូមឲ្យក្រសួងអនុម័តហើយនឹងអនុវត្តឲ្យតឹងរឹងផងទៅលើករណីទាំងអស់នេះបាទហើយខ្ញុំនឹងតាមដានបន្តនៅករណីនេះបន្តទៀតនឹងយកអត្ថាធិប្បាយជូនបងប្អូនមហាជនទាំងអស់បន្តទៀតឥឡូវនេះខ្ញុំសូមបញ្ចប់ការអត្ថាធិប្បាយត្រឹមហ្នឹងបាទជាចុងក្រោយសូមជូនពរពុកម៉ែបងប្អូនទាំងអស់នឹងថ្នាក់ដឹកនាំទាំងអស់មានសុខភាពល្អសម្រាប់កិច្ចការងារគ្រប់ភារកិច្ចនិងសំប្រកបនៅពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈបដិពីអ្នកកំបីគ្នាឡើយបាទសូមគោរពអរគុណសូមគោរពលា